ឆ្ងល់ទេខ្លះបងខ្លះគាត់កំពុងតែឆ្ងល់ថាខ្លាយអត់ធំខ្ញុំសួរទៅគាត់វិញខ្ញុំសួរថាសុំទោសខ្លាយអត់ធំហ្នឹងបងឯងស្រោចទឹកយ៉ាងម៉េចបាទគាត់15នាទីម្លងមួយថ្ងៃបាទ15នាទីម្លងមួយថ្ងៃទោះបីបងដាក់ក្បាលវិលបែបណាទោះបីបងជាស្ថានដីបែបណាក៏ដោយភាសាថា15នាទីម្លងមួយថ្ងៃខ្ញុំហ៊ាននិយាយថាស្ទើរបាទខ្ញុំនិយាយហ៊ាននិយាយថាស្ទើរ15នាទីម្លងមួយថ្ងៃមកប្រៀបធៀបជាមួយខ្ញុំមួយថ្ងៃ25នាទីបាទមួយថ្ងៃ25នាទីហើយខ្ញុំនៅមើលឃើញស្លឹកហើយខ្សោយរឿងអន់ទៀតណាចុះតម្រាំតែបងប្អូន15នាទីម្លងមួយថ្ងៃវាមានសភាពបែបម៉េចវិញនេះខ្ញុំសំដៅទៅលើតរេនដែលចាប់ផ្ដើមអាយុពី65ថ្ងៃឡើងបាទកាប់ទៅតរេនចាប់ផ្ដើមអាយុតែខ្ញុំនិយាយថា15ថ្ងៃក្រោយការរីកយើងឡើងទឹកបដាមកហើយយើងអត់អាចស្រោចតិចទេបើបងប្អូនដែលស្រោចតិចហ្នឹងគឺដោយសាររងចាំការក្រោយតែបើយើងរងចាំការក្រោយអញ្ចឹងបន្ទាប់ពីការរីកក្រោយការរីក15ថ្ងៃ14 15ថ្ងៃ2សប្តាហ៍ហ្នឹងគឺខ្ញុំឡើងទឹកហើយខ្ញុំឡើងទឹករហូតបាទឡើងដល់ 70% 75% គឺខ្ញុំថេរហូតមកដែរអញ្ចឹងចាប់ដើមឡើងទឹកបានដល់ 70% នៅក្នុងកំឡុងការអាយុបាន20ថ្ងៃគឺ 70% ថេរមករហូតមកហើយសួរ 70% ខ្ញុំនឹងប្រហែល20នាទី20នាទីច្រើនណាស់បងប្អូន20នាទីក្នុងមួយថ្ងៃសភាពការក្តៅខ្លាំងយើងឡើងដល់20នាទីក្នុងមួយថ្ងៃខ្ញុំដាក់រាល់ថ្ងៃ20នាទីអត់មានខ្លាចថាលើសទឹកអីទៀតទេព្រោះដោយសារអីស្ដាប់យើងធំហើយបាទស្ដាប់យើងចាប់ដើមធំទៅតែគ្រាន់តែថាលក្ខខណ្ឌយើងមានរបៀបរបបនៅក្នុងការទប់ស្កាត់ការលាស់ស្លឹកមេឃក្តៅប៉ុណ្ណេះត្រឹម 70% នៃការស្រោចទឹកនៅក្នុងដើមមានអីច្រើនទេអត់ច្រើនបូករួមទាំងជីយើងមិនបានទៅដាក់ទៅឲ្យផងហ្នឹងណាជីយើងអត់បានដាក់ជីត្រួយទៅឲ្យទេបាទជីទូលាស់យើងអត់ដាក់ទេយើងដាក់តែជីដែលបំរើឲ្យការចិញ្ចឹមផ្លែចិញ្ចឹមក្តាប់របស់យើងបាទវាគ្រាន់តែថាបើសិនជាស្លឹកកាលណាយើងស្រោចទឹកក្នុងមេឃវាអាចស្លឹកហ្នឹងរៀងអន់បន្តិចចាអញ្ចឹងយើងបាញ់ជីជំនួយយើងបាញ់ជីជំនួយហើយជីដែលយើងដាក់នៅអង្គលដាក់នៅក្នុងលេខហ្នឹងក្នុងដាក់ទៅលើដីហ្នឹងក៏ជាជីទៅជំនួយស្លឹកដែរបាទជំនួយស្លឹកជំនួយផ្លែមានន័យថាជំនួយវាមិនបានទៅជំរុញការលូតលាស់ទេអញ្ចឹងយើងដាក់ជីជំនួយយើងស្រោចទឹក 70% យើងបាញ់ជីជំនួយស្លឹកផ្ទាល់ទៅលើស្លឹកទៀតអញ្ចឹងដំណើរការហ្នឹងមិនងាយនឹងលាស់ស្លឹកទេបាទមិនងាយនឹងលាស់ស្លឹកទេដល់តែពេលបងប្អូនដាក់ទឹកតិចផ្លែកំពុងតែត្រូវការលូតលាស់ដាក់ទឹកតិចផ្លែនឹងអាចនឹងទុំទាំងខ្ចីហើយមានបងប្អូនខ្លះគាត់ថតបង្ហាញនៅក្នុងក្រុមរបស់យើងមានប្រេះផ្លែចាបាទប្រេះផ្លែតែផ្លែអត់តជ្រុះបាទអញ្ចឹងហេតុផលហ្នឹងយើងចំណុចទី1ដែលយើងហ៊ានសន្និដ្ឋានមូលហេតុដោយសារតែស្ទើរទឹកដោយសារតែទឹកមិនគ្រប់គ្រាន់ជាមូលហេតុទី1បាទហើយមូលហេតុបន្តទៀតអាហ្នឹងបងប្អូនយើងបានវិភាគថាវាអាចបណ្ដាលមកពីសត្វល្អិតធ្វើទុកបណ្ដាលមកពីអ្វីផ្សេងច្រើនតែគ្រាន់តែថាបើខ្ញុំអត់មានរបៀបហ្នឹងទេអត់មានស្ថានបែបហ្នឹងទេតែខ្ញុំមាននៅឆ្នាំកន្លងទៅមួយដើមដោយសាររឿងនោះគឺរឿងដែលខ្ញុំស្ទើរទឹកបាទហេតុផលដែលខ្ញុំមានបទពិសោធន៍ស្ទើរទឹកហ្នឹងហើយបានមកដល់ថ្ងៃនេះមកដល់ពេលនេះខ្ញុំមិនបដ ாய் ឲ្យស្ទើរទឹកអញ្ចឹងទៀតទេបាទយើងអត់បដ ாய் ទៅតាមយើងនឹងមិនដើរតាមកន្លងចាស់ទេបើកន្លងមានបញ្ហាយើងត្រូវតែសម្របសម្រួលឡើងវិញឆ្នាំកន្លងទៅខ្ញុំមានចំណុចស្ទើរតែមកដល់ឆ្នាំនេះខ្ញុំមិនឲ្យស្ទើរទេបាទចាស្ទើរជីខ្ញុំដាក់ជីឆ្នាំនេះស្ទើរទឹកខ្ញុំថែមទឹកបាទជាចំណុចដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយវាមួយវិញទៀតនោះសួរថាខ្ញុំឃើញស្ទើរនៅពេលណាថ្ងៃនេះថ្ងៃទី6ខែ4ចានៅក្នុងថ្ងៃ10ខែ4ឆ្នាំ2023ខ្ញុំឃើញស្ទើរ
ដោយសារតែខ្ញុំប្រហែលរឿងទឹកមួយថ្ងៃបាទខ្ញុំទៅឥឡូវមកដល់ថ្ងៃ6វិលមកជុំមកវិញអញ្ចឹងដល់14ថ្ងៃទៀតដល់ថ្ងៃដែលខ្ញុំគិតថាស្ទើរទឹកឥឡូវខ្ញុំបន្ថែមទឹកហើយខ្ញុំដើរខ្ញុំដាក់ទឹកឡើងវិញហើយបាទអញ្ចឹងនៅពេលដែលឡើងទឹកផ្លែអាយុយើង76ថ្ងៃតែឆ្នាំកន្លងទៅផ្លែខ្ញុំអាយុ96ថ្ងៃបាទវាខុសគ្នា20ថ្ងៃចាផ្លែខ្ញុំអាយុ96ថ្ងៃខ្ញុំស្ទើរទឹកដល់តែពេលស្ទើរទឹកវាប្រេះតែគាត់ថាផ្លែខ្ញុំប្រេះវាមិនមែនប្រេះនៅក្នុងថ្ងៃទី96នោះទេចាប់ដើមដំណើរការនៃការស្ទើរទឹកស្ទើរហូរហែទៅដល់ពេលវេលាណាមួយដែលវាទប់លែងឈ្នះវានឹងទៅជាប្រេះអញ្ចឹងផ្លែខ្ញុំទៅប្រេះនៅពេលដែលផ្លែជិតនឹងកាត់បាទគឺប្រេះគូប្រេះនៅលើដើមបាទអញ្ចឹងប្រេះតែអាចកាត់មកបន្ទុំហូបបានតែលក់អត់ចេញទេគេមិនទិញផ្លែប្រេះទេបាទអញ្ចឹងយើងអត់ចង់ឲ្យវាមានបញ្ហាច្រំដែលនឹងកើតឡើងយើងត្រូវតែរកវិធីសាស្ត្ររកមូលហេតុឲ្យឃើញក្នុងការដោះស្រាយបញ្ហាស្ទើរទឹកយ៉ាប់ទាំងអស់បើសិនជាយើងដល់ពេលវេលាដែលយើងត្រូវផ្គត់ផ្គង់ទឹកឲ្យគ្រប់គ្រាន់បែរទៅជាយើងបន្ថយទឹកយ៉ាប់ទាំងអស់ចាកាត់ផ្លែដល់ពេលដល់វេលាកាត់ផ្លែខ្ញុំនិយាយរឿងបន្ថយទឹកកន្លងមកខ្ញុំនិយាយបន្ថយទឹកត្រូវហើយបន្ថយទឹកក្នុងលក្ខខណ្ឌដែលយើងធ្វើដើមយើងធ្វើផ្លែយើងធ្វើការបំពេញតម្រូវការនោះវាបានត្រឹមត្រូវកន្លងមកមកដល់ពេលវេលានោះយើងថយវាអត់បញ្ហាអីទេតែបើសិនជាកំពុងតែពិបាកហើយបងប្អូនបន្ថយទៅទៀតងាប់ទៅមកដើមងាប់ហ្នឹងហើយយើងចេះបត់បែនតាមកលៈទេសៈចាអត់មានរងចាំសម្រាប់ឆ្នាំក្រោយទេបាទបាទអត់ទេបាទអញ្ចឹងពេលវេលានៅក្នុងការបន្ថយវាមានពេលវេលាមួយច្បាស់លាស់ប៉ុន្តែការបន្ថយត្រូវសង្កេតទៅមើលការបំពេញតម្រូវការមុនបន្ថយនោះផងបាទឧទាហរណ៍ថាយើងញ៉ាំបាយយើងដឹងថាស្អែកយើងអត់ញ៉ាំបាយទេយើងអត់ត្រូវញ៉ាំបាយយើងបួសខ្ញុំឧទាហរណ៍ចឹងចុះអញ្ចឹងថ្ងៃនេះយើងប្រឹងញ៉ាំឲ្យឆ្អែតសិនប្រឹងញ៉ាំឲ្យគ្រប់ឲ្យគ្រាន់ទៅដល់ពេលស្អែកអត់មួយថ្ងៃក៏អត់សូវអីអត់សូវមានបញ្ហាដែររៀងខ្សោយបន្តិចតែអាហារបំរុងដែលយើងបានញ៉ាំនោះរៀងមានអារម្មណ៍មួយថាវាទៅជួយពេលវេលានៅថ្ងៃស្អែកដូចគ្នារ៉េនបើសិនជាយើងបំរុងនៅក្នុងការបន្ថយទឹកនៅក្នុងការបង្អត់ទឹកមិនបន្ថយបង្អត់ទឹកហើយគឺយើងត្រូវតែបំពេញសារធាតុចិញ្ចឹមឲ្យវាទៅបំរុងសម្រាប់ពេលបន្ថយនោះបំរុងឲ្យបានខ្ញុំលើកតកតងទៅនឹងការផលិតផ្កាយ៉ាងដែរការផលិតផ្កាយើងគិតថាយើងនឹងផលិតផ្កានៅក្នុងខែណាមួយនៅក្នុងខែ10ខែ11អញ្ចឹងចូលដាច់ទឹកភ្លៀងយើងត្រូវបង្អត់ទឹកមិនធម្មតាគឺបង្អត់ទឹកមិនមែនបន្ថយទឹកទេបង្អត់អត់ស្រោចតែម្ដងរយៈពេល1សប្តាហ៍សួរថាតើមុនពេលដែលបង្អត់ទឹកនោះប្រេនយើងល្អដែរអត់ស្លឹកល្អដែរអត់ដងដើមល្អដែរអត់បើស្លឹកហេតុទៅដងដើមអន់ទៅបង្អត់ទឹកឲ្យងាប់ហ្នឹងមិនមែនបង្អត់ទឹកឲ្យចេញទឹកបាទយើងត្រូវតែងាប់បណ្ដោយបាទយើងត្រូវតែធ្វើម៉េចបំពេញតម្រូវការវាឲ្យបានបូទៅនៅពេលដែលយើងបង្អត់ទឹកគឺវានៅតែមានសភាពមួយទប់ទល់ជាមួយនឹងការដែលអត់មានទឹកនឹងបានបាទមួយទៀតឥឡូវហៅធ្វើ stress មួយទៀតមកដល់ដំណាក់កាលការចេញពេលដែលការចេញញោហែមករហូតដល់ការចិត្តរីកគេថាការចិត្តរីកការក្អូបត្រូវបន្ថយទឹកចុះបើសិនជាយើងលេងបន្ថយពីដើមមករហូតមិនដែលហ៊ានចូលច្រើនហ្មងតិចមកដល់ការចិត្តរីកបន្ថយទៀតបន្ថយឲ្យកាន់តែតិចជាងនឹងទៅទៀតគឺថាតើវានឹងរស់បន្តឲ្យយើងបានដែរអត់វានឹងមានសុខភាពល្អសម្រាប់ទប់ទល់ការលូតលាស់ត្រួយថ្មីទប់ទល់ជាមួយនឹងផ្លែកម្អោយជ្រុះនឹងបានដែរអត់បានទេវាត្រូវតែអន់ដើមហើយអន់ដើមមែនតើបាទអញ្ចឹងយើងដឹងថាយើងត្រូវអភិវឌ្ឍនៃការផលិតផ្លែការ៉េនហ្នឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយក៏មិនមែនយើងមិនដឹងទេយើងចាប់ដើមដឹងបដាណាឥឡូវដូចថាខ្ញុំបានដឹងថាអូមកដល់ពេលដែលយើងត្រូវក្អូបការហិចមួយយើងបន្ថយទឹកហើយបន្ថយមែនតើបន្ថយនៅសល់ 5% 10% ចុះបន្ថយចំពេលខែក្តៅមិនមែនបន្ថយនៅក្នុងខែត្រជាក់ទេមិនមែនបន្ថយនៅក្នុងខែភ្លៀងទេគឺបន្ថយនៅក្នុងខែខួតហែងអញ្ចឹងដល់ពេលវេលាដែលយើងបន្ថយសួរថាមុនដែលបន្ថយហ្នឹងយើងធ្វើអីខ្លះយើងបានឲ្យវាគ្រប់គ្រាន់ដែរអត់ជីឆ្នាំទឹកអីហ្នឹងឲ្យគ្រប់គ្រាន់អត់បើយើងឲ្យគ្រប់ហើយយើងមកបន្ថយពេលហ្នឹងដើម្បីទប់ទល់ការរុះការអត់បញ្ហាស្លឹកនៅទប់ទល់ជាមួយនឹងអាកាសធាតុបានអញ្ចឹងយើងទប់ទល់បាន
នៅពេលដែលការចាប់ដើមរីកយើងទុកទៅប្រហែលជា14ថ្ងៃចាយើងរវល់យើងពិបាកចិត្តតែ14ថ្ងៃទេពេលការរីកហ្នឹងគឺយើងចាប់ដើមភ័យផងអផងអូតិចទូការតិចជួបទៅជាអស់ទៅជួបជឹកអស់ទៅអាចមកតម្លាក់លោកមកអញ្ចឹងយើងចាប់ដើមប្រយ័ត្នកន្លែងហ្នឹងទាំងការបាញ់ស្រាមការពារជ្រូកទាំងការបអត់ទឹកហ្នឹងគឺយើងធ្វើតែរយៈពេល2សប្តាហ៍តែម្ដងបន្ទាប់ពី2សប្តាហ៍ទៅត្រូវរូតរះឡើងទឹកវិញខ្ញុំទុកពេកអញ្ចឹងស្លឹកអត់ចេះអន់ទេស្លឹកអត់ចេះអន់ទេស្លឹកល្អជាដរាបទៅរហូតបាទមកដល់ខែក្តៅដល់ពេលវេលាឥឡូវហ្នឹងវាក្តៅខ្លាំងបងប្អូនក្តៅខ្លាំងចាប់ផ្ដើមរៀនត្រូវការទឹកសម្រាប់ការលូតលាស់ផ្លែប៉ុន្តែបើផ្លែបងប្អូនអាយុក្រោម70ថ្ងៃបងប្អូនគិតថាតែលើសទឹកទៅខ្លាចឈប់លើសទឹកទៅខ្លាចលូតលាស់ត្រួយចុះវាមានរឿងដែលខ្ញុំបាននិយាយឲ្យថានៅក្នុងការទប់ទល់ការលូតលាស់ត្រួយវាមានវិធីសាស្ត្របូករួមប្រមាណចំណុចដែលខ្ញុំបានលើកឡើងហ្នឹងការលូតលាស់ត្រួយក៏វាពិបាកនៅក្នុងការចេញចា៎បាទតែបើកន្លងផុតពី70ថ្ងៃហើយបាទបើយើងនិយាយluônថាកន្លងផុតមកដល់ពេលវេលាហួសពី70ថ្ងៃហើយយើងចាប់ផ្ដើមបំពេញឲ្យវាលូតលាស់ល្អតិចមកបាទចាប់ផ្ដើមដំណើរការឲ្យវាមានទឹកគ្រប់គ្រាន់ទៅបើសិនជាអាកាសធាតុមិនក្តៅដល់ប៉ុណ្ណឹងខ្ញុំនៅទៅថែរក្សាស្រូវ70% 75%តែឥឡូវនេះវាឡើងកម្ដៅខ្លាំងអញ្ចឹងយើងបន្ថែមទៅលើវាបន្ថែមតិចទៀតដើម្បីកុំឲ្យវាអត់បាទអញ្ចឹងការធ្វើទឹកការធ្វើតរ៉េនដោយជំរាបជូនថាយើងមិនមែនឧទាហរណ៍ថាខ្ញុំនៅចការខ្ញុំដឹងស្ថានភាពនៅក្នុងចការរបស់ខ្ញុំអញ្ចឹងនៅក្នុងចការបងប្អូនគឺបងប្អូនត្រូវតែដឹងអំពីស្ថានភាពនៅតំបន់របស់បងប្អូនមិនចាំបាច់ថាត្រូវទៅសួរខ្ញុំគ្រប់រឿងទេបាទចាមិនបាច់ចាំតែមានអ្នកប្រាប់គ្រប់រឿងទាំងអស់ទេយើងត្រូវវិភាគត្រូវតាមដានដើម្បីយកបទពិសោធន៍ខ្លួនឯងហ្នឹងវាច្បាស់ជាងការប្រាប់ទេទៀតចាចាអញ្ចឹងអ្វីដែលសំខាន់ដំណើរការនៃការដកដាក់ដាំរហូតមកដល់ផ្លែរហូតមកដល់ការពេលនេះគឺបងប្អូនស្គាល់ពីការដាក់ទឹកឲ្យតរ៉េនទេការដាក់ជីដាក់ទឹកឲ្យដាក់ឲ្យស្លឹកល្អបាញ់យ៉ាងម៉េចឲ្យកុំឲ្យសត្វធ្វើទុកមិនដើមតរ៉េនអាយុ5ឆ្នាំហើយបងប្អូននៅសួររឿងថាម៉េចបាត់រួយហ្នឹងទៀតអាហ្នឹងខ្ញុំជម្រាបជូនពីបទពិសោធន៍តែមានន័យថាបងប្អូនមិនបានកត់ចំណាំមិនបានស្វែងយល់ឲ្យច្បាស់ទៅថាតើសត្វអីស៊ីហ្នឹងបាទទឹកដើមវាសពូនត្រូវស្រោចទឹកហ្នឹងតើដាក់ប្រមាណនៅវាគ្រប់កុំឲ្យលើសអញ្ចឹងបងប្អូនត្រូវបានយល់ថាអ្វីដែលយើងធ្វើជាប្រចាំបាទអញ្ចឹងតែខ្ញុំនិយាយថារឿងផ្លែអត់រីកបាទមានអ្នកគាត់សួររឿងផ្លែមិនរីកផ្លែមិនធំហ្នឹងអញ្ចឹងយើងសង្កេតទៅមើលការដាក់ទឹករបស់យើងគាត់ថាជីក៏ដាក់ហើយជីក៏ដាក់ហើយចាប៉ុន្តែទឹកធំតែអត់រីកមួយហេតុអីអញ្ចឹងរឿងតែផ្លែមិនរីកវាមាន2-3ចំណុចបាទវាមានចំណុចផ្លែយើងច្រើនហួសហេតុអាហ្នឹងក៏ជាចំណុចមួយចាដែរចំណុចមួយទៀតអាហ្នឹងខ្ញុំនិយាយថាបងប្អូនបានប្រើប្រាស់សារធាតុចិញ្ចឹមជីគ្រប់គ្រាន់ថ្នាំគ្រប់គ្រាន់ហើយណាមួយទៀតហ្នឹងគឺស្ទើរនៅក្នុងការដាក់ទឹកចាប់ដើមបំពេញតាមខ្ញុំអត់ខុសទេព្រោះដោយសារអីលក្ខខណ្ឌដែលស្ទើរទឹកធ្វើឲ្យផ្លែមិនរីកលក្ខខណ្ឌដែលស្ទើរទឹកធ្វើឲ្យផ្លែប្រេះអាហ្នឹងខ្ញុំជួបហ្មងខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំធ្លាប់ជួបបញ្ហាហ្នឹងហើយមិនមែនត្រឹមផ្លែមិនរីកទេមិនត្រឹមផ្លែប្រេះណាងាប់ទាំងដើមងាប់ទាំងមែកទៀតបាទនេះទឹកមិនធម្មតាបើនិយាយរួមទៅវាមានដល់ឆេះមួយជាងដើមទៀតបាទឆេះមួយជាងដើមផ្នែកខាងត្បូងជាងខាងលិចទៅទៀតមួយជាងនោះគឺឡោកហ្មងដៅខ្លាំងណាស់អញ្ចឹងយើងមកពេញទឹកទៅបំពេញទឹកឲ្យបានគ្រប់គ្រាន់បំពេញទឹកឲ្យឡើងរង្វង់មកបើសិនជាបងប្អូនផ្លែយើងអាយុលើសពី70ថ្ងៃហើយពង្រីករង្វង់ទឹកពង្រីករង្វង់ទឹកចេញក្រៅមេឃឲ្យបានកន្លះម៉ែត្រមកជុំវិញក្នុងលក្ខខណ្ឌណាឲ្យធ្វើម៉េចឲ្យទឹកនឹងវារីកឡើងចេញក្រៅបានកន្លះម៉ែត្របាទទល់អាកាសធាតុក្តៅបាទមិនធម្មតាណាបើខ្ញុំនិយាយថារហូតដល់មានឆេះមួយជាងដើមមិនន័យទេទៅទេឆេះហ្នឹងវាក្តៅវាឡោកក្តៅឆឡោកតែម្ដងបាទអញ្ចឹងកត្តាដែលសំខាន់គឺយើងកត្តាបំពេញទឹកនឹងបាទថ្ងៃនេះអញ្ចឹងក្តៅបើសិនបានវា1មេ2មេមកអានោះយើងមិនសូវមានការបារម្ភហើយដល់ពេលខ្ញុំដាក់ទឹកអញ្ចឹងណាបងប្អូនខ្ញុំដាក់ទឹកអញ្ចឹងផ្លែខ្ញុំលូតលាស់ធម្មតា
ឆ្នាំកន្លង ប៉ុន្មានដែរគ្រូបានគីឡូហើយវាបើយើងនិយាយរួមទៅវាមាន3គីឡូវាមានគ្រូស្អែកសុំរូបផងគ្រូបានថតតែមិនអញ្ចឹងបានថតហូរហើយដែរតែគ្រាន់តែបានចាស្អែកបានថតប្រមិញខ្លះថតប្រមិញឲ្យមកថតថ្ងៃខ្លះហ្នឹងហើយថ្ងៃហ្នឹងដូចជម្រាបជូនអញ្ចឹងរៀងប្រហែលទៅដោយសារប្រើទឹកច្រើនយើងប្រើច្រើនបានគេដងថែមតន់ផងគ្រូអូខ្ញុំបើសិនតែកុំអូមួយទៀតត្រូវទៅខ្លាំងនេះទឹកច្រើនធាតុបែបនេះត្រូវបាច់ខ្ញុំបូមឲ្យអត់គ្រប់ទេក្នុងដងមួយបូមឲ្យគ្រប់ទេបាទអញ្ចឹងខ្ញុំបានដោតដោយស្រោចបូមទឹកបន្ថែមទៅមកពេញស្រះហ្នឹងវាចូលមកប្រហែលជាកន្លះអត់ពេញស្រះវិញអញ្ចឹងទឹកថ្ងៃហ្នឹងចាយទឹកខ្លាំងខ្ញុំឡើងទឹក25នាទីខ្ញុំស្រោចវាចូល100នាទីបូកជាមួយនឹងអាខាងកើតតូចខ្ញុំ1ម៉ោងទៀតវា160នាទីបាទខ្ញុំឡើងដល់160នាទីទាំងតែកន្លងស្រោចតែ120នាទីទេតែ2ម៉ោងរួចតែលើកនេះគឺខ្ញុំស្រោចរហូតដល់2ម៉ោង40នាទីបាទក្នុងមួយចំការបាទខ្ញុំដំឡើងក្នុងករណីខ្ញុំមិនឲ្យតរេខ្ញុំអត់ទាន់ហើយមួយទៀតបងប្អូននិយាយរឿងតាក់ទងទៅនឹងផ្លែរីកផ្លែមិនរីកនេះមែនក្នុងការផលិតតរេខ្ញុំបដិញ្ញាចិត្តនៅក្នុងឆ្នាំនេះខ្ញុំបដិញ្ញាចិត្តជាមួយគ្រួសាររបស់ខ្ញុំថាខ្ញុំនឹងមិនឲ្យតរេយើងគីឡូតិចទេមានន័យថាយើងយ៉ាងអន់ណាស់គឺយើងយក3គីឡូកន្លះ3គីឡូកន្លះសបោអត់ប៉ុណ្ណឹងដោយសារអីឆ្នាំទៅរៀងស្ទើរទឹកវារៀងគីឡូវានៅសល់2គីឡូចាមានតែ3ខាំក៏មានដែរតែអញ្ចឹងយើងចាប់តាមបង្កើនទម្ងន់បន្តិចព្រោះឥឡូវហ្នឹងតរេនកំពុងតែខ្វះអញ្ចឹងយើងចាប់តាមលួចបង្កើនទម្ងន់ដើម្បីឲ្យបានធ្ងន់បន្តិចបាទអញ្ចឹងយើងបង្កើនផ្លែយើងវាកើនតែទម្ងន់យើងចាប់កើនបន្តិចមកឆ្លងតាមផ្លែយើងបានផលគឺថាខ្ញុំនិយាយតែកងលុយចុះ1គីឡូ25,000អញ្ចឹងទៅធ្លាប់ទៅបានតែ2គីឡូបានតែ50,000តែពេលអញ្ចឹងមកដល់ឆ្នាំបាន3គីឡូកន្លះទៅឡើងចុះចិត្ត10 75,000បានដែរបាទអញ្ចឹងយើងចាប់ដើមបង្កើនគីឡូហើយបង្កើនតាមវិធីណាអាជីស្រោចទឹកឲ្យបានគ្រប់គ្រាន់រីកទៅមករីកល្អបាទហើយទៅជីដែលយើងដាក់គឺសិតតែជីគុណភាពជីដែលធ្វើឲ្យសាច់ល្អធ្វើឲ្យផ្លែបកស្ដៅគ្មានអីត្រូវទៅព្រួយថាអូខ្លាចដាក់ទៅសបកក្រាស់អត់ទេតជីសបកក្រាស់ជីសបកស្ដៅដាក់បាទខ្ញុំនៅតែប្រកាន់ចំហខ្ញុំអញ្ចឹងថាព្រោះឆ្នាំផ្លែដំបូងតើខ្ញុំអាយុបាន5ឆ្នាំផ្លែដំបូងណាផ្លែមួយដើមមាន5 6ផ្លែអញ្ចឹងហើយខ្ញុំដាក់ជីតាមតែគេថាទៅចេះតែបាច់វិទ្យាផ្លែអត់ទុំទេផ្លែខ្ញុំនៅក្នុងផ្ទះកាត់មកទុំនៅផ្ទះហ្នឹង100ផ្លែអត់ទុំទេប្រពន្ធខ្ញុំគាត់ចាត់ចែងទៅដោះស្រាយយ៉ាងម៉េចធ្វើផ្អែមធ្វើអីលក់ចឹងវិញទៅពីបំផុតត្រូវអាហ្នឹងបរិសោតមួយធ្ងន់ធ្ងរតែតើផ្លែវាមិនទុំផ្លែធំដល់ថ្នាក់ផ្ញើឲ្យគេហើយមកទឹកអីគេផ្ញើមកវិញបាទតែវាលួយតតែផ្លែមិនតន់ទុំផ្លែយើងនឹងវាអាចនិយាយថាជីវាបបពេកហើយជីបបជាជីដែលជំរុញការគិតតែពីលូតលាស់វាអត់គិតថាធ្វើឲ្យវាល្អវាអត់មានទេមានតែការលូតលាស់បាទអញ្ចឹងវាដំណើរការវាមានតែការលូតលាស់ហើយដល់ទៅពេលដូចបងខ្ញុំគាត់លើកឡើងគាត់ថាអូអាជីទៅដាក់ពេលផ្លែចិត្តទុំហ្នឹងដាក់អាជីលូតលាស់ហ្នឹងទៅផ្លែហ្នឹងអត់ព្រមទុំទេផ្លែហ្នឹងនៅតែខៀវស្អាតរហូតប៉ុន្តែមកឲ្យឡើងមានតែ10គីឡូក៏មានដែរ8គីឡូខ្ញុំសួរថាទៅទុំទៅណារួចបើវាធំយ៉ាងហ្នឹងវាមិនងាយទុំបាទអញ្ចឹងផ្លែតរេនបងប្អូនសម្គាល់មិនបាច់ចាំតែខ្ញុំនិយាយទេសម្គាល់ទាំងអស់គ្នាថាផ្លែកាន់តែធំកាន់តែពិបាកនៅក្នុងការបន្ទុំហ្នឹងបាទពិបាកបំផុតនៅក្នុងការបន្ទុំឲ្យទុំល្អជួនកាលទុំបានមួយខ្លែទុំបានមួយស្នួរអញ្ចឹងទៅអាមួយស្នួរទៀតហ្នឹងហឹងឈឺជួនកាលមួយស្នួរហ្នឹងវាអាចនឹងទុំតែក្បាលវាបន្តិចអាខាងក្រោយកតុយហ្នឹងក៏រឹងទៀតបាទអញ្ចឹងការដែលយើងចង់បានតម្លៃល្អចង់បានគុណភាពវាទៅជាវាអត់បានដូចចិត្តទេបាទអត់បានដូចចិត្តអញ្ចឹងជីពិចារណាមែនតើនៅក្នុងការដាក់ជីនៅពេលផ្លែផ្កាបើពេលលូតលាស់បាច់អីក៏បានដែរបងប្អូនស្រឡាញ់អីចង់ឲ្យលូតលាស់បែបម៉េចបើថាបងប្អូនស្គាល់ជីណាដែលល្អ
បងប្អូនដាក់ទៅល្អដាក់ចោះអត់មានទៅហាមឃាត់ទេប៉ុន្តែនៅក្នុងពេលផ្លែការនៅក្នុងពេលដែលចាប់ដើមផលិតការផលិតផ្លែហ្នឹងបើសិនជាបងប្អូនខុសតាមមួយជំហានខុសរហូតដល់ចប់បាទខុសមួយជំហានខុសមួយឆ្នាំអញ្ចឹងយើងកុំឲ្យខុសជំហានណាទាំងអស់យើងត្រូវតែដើរឲ្យត្រូវទៅបាទពីមួយជំហានទៅមួយជំហានខ្ញុំមិនឈានឲ្យត្រូវបានអ្វីវាប្រសើរបាទចា៎បើមិនតែយើងដើរខុសមួយជំហានហើយវាពិបាកនៅក្នុងកាយជំហានហ្នឹងមកវិញបាទឧទាហរណ៍ថាត្រួយចុះផលិតត្រួយឲ្យបាននៅក្នុងក្តាប់សន្ទុះព្រមខ្ញុំតនេះបងប្អូនផលិតអត់បានអញ្ចឹងរឿងរ៉ាវរហូតមានបញ្ហារហូតអូយលោកគ្រូជ្រូច្រើនណាស់ទៅមិនបាទក្តាប់ប៉ុនមិនជើងជ្រូដល់ប៉ុនកូនដៃអូយជ្រូដល់លោកគ្រូអស់ហើយអស់ពីស្មៃវិញអញ្ចឹងហេតុផលដែលយើងអត់បានផលិតត្រួយវាទៅរំខាននៅពេលនោះបាទវាទៅរំខានញ៉ៃស្មុកស្មាញនៅពេលនោះបាទអញ្ចឹងធ្វើឲ្យបានម្ដងទៅទោះបីថាព្រោះខុសតិចជំហានដំបូងយើងត្រូវហើយជំហានក្រោយទៅខុសវាខុសជីបាទវានៅមានសង្ឃឹមតែបើធ្វើឲ្យល្អបំផុតនោះគឺធ្វើម៉េចឲ្យត្រួយចេញនៅពេលដែលបបញោមមិនទាន់ចាស់មិនទាន់សង្គមមិនទាន់រីកគឺឲ្យមានត្រួយមួយជើងមួយសាមកសិនក្រោយពីនោះធ្វើមិនក៏ដោយលក្ខខណ្ឌណាក៏ដោយខ្ញុំបានទៅជូនមកឯមកហើយកុំឲ្យមានត្រួយដល់ដែរអត់ឲ្យមានដំណោះណាបាទប៉ុន្តែត្រូវខែស្លឹកចាស់នៅឲ្យដិតដល់ទីបំផុតចុះត្រួយកុំឲ្យមានហើយសួរថាធ្វើមិនឲ្យត្រួយមានត្រួយយើងចេញរួចហើយអញ្ចឹងយើងធ្វើតិចថែមយើងបន្ថែមតិចទាំងការដាក់ទឹកទាំងការបាញ់ថ្នាំទាំងការដាក់ជីយើងកែខៃតិចត្រួយអត់ចេញទេចាហើយបើត្រួយអត់ចេញមានអីសំខាន់ផ្លែអត់លីកអត់ខ្វេអត់ខ្វងទេផ្លែគឺល្អផ្លែគឺគេធ្វើបានពួកខ្ញុំបានអង្គុយជជែកអង្គុយស្ដាប់បាទខ្ញុំស្រាវជ្រាវបន្ថែមខ្ញុំដំណើរស្រាវជ្រាវក៏ស្រាវជ្រាវដែរខ្ញុំមើលសភៅបាទទៅមានគេទៅសេសភៅទុកឲ្យមើលយើងមើលទៅបាទមិនកំណាញ់ទេពួកខ្ញុំអត់កំណាញ់នៅក្នុងការទទួលយកខ្ញុំយកទាំងអស់ចាប៉ុន្តែមានជំនាញណាជំនាញនេះគឺខ្ញុំទទួលយកទាំងអស់គ្រប់ច្រកខ្ញុំស្ដាប់ទាំងអស់តែខ្ញុំស្ដាប់ដោយការពិចារណាតើអ្វីដែលគាត់លើកឡើងហ្នឹងវាត្រូវតែអត់វាសមស្របតែអត់ខ្ញុំមិនឲ្យតម្លៃថាគាត់ខុសតែខ្ញុំយកមកពិចារណាអញ្ចឹងមនុស្សម្នាក់សិតតែមាននៅចំណុចល្អចំណុចអាក្រក់បាទចំណុចណាមិនសមមិនយកចំណុចណាសមខ្ញុំត្រូវទៅស្រាប់អញ្ចឹងខ្ញុំឲ្យតម្លៃអ្នកទាំងអស់គ្នាអ្នកណាក៏ដោយព្រោះធម្មតាពេលខ្លះគាត់ធ្វើផ្លែតាមខ្ញុំគាត់ធ្វើតាមគាត់បានផ្លែធ្វើស្លឹកវាគាត់ធ្វើទៅល្អជឿគាត់ល្អទៅគាត់បានល្អទាំងស្លឹកល្អទាំងផ្លែអញ្ចឹងខ្ញុំស្លឹកកាលណាយើងធ្វើអត់បានល្អយើងបានតែ 70% ជាងយើងឃើញអ្នកណាមួយដែលគាត់ធ្វើបាន 100% សុំគាត់ល្បិចល្បោចពីគាត់មកដើម្បីយើងកែខៃវិធីសាស្ត្រកាន់តែប្រសើរកាន់តែល្អកាន់តែពិសេសបាទខ្ញុំស្ដាប់ខ្ញុំមើលសភៅផងខ្ញុំស្ដាប់YouTube ក៏ខ្ញុំអត់សូវទៅលេដែរខ្ញុំបើកស្ដាប់ពេលខ្លះខ្ញុំវាយឯកសារខ្ញុំធ្វើការងាររដ្ឋបាលតែខ្ញុំទៅជាខ្ញុំគឺខ្ញុំបើកទៅកន្លែងណារៀងចូលមករៀងចំកន្លែងសំខាន់បន្តិចស្ដាប់ទៅបាទអញ្ចឹងយើងត្រូវតែស្ដាប់គេស្ដាប់ឯងស្ដាប់ទាំងអស់អត់មានអ្នកណាមួយដែលយើងមិនអាចមើលងាយគេថាគេមិនកើតទេបាទអញ្ចឹងបងខ្ញុំជឿថាអ្វីដែលខ្ញុំលើកឡើងបងប្អូននឹងយល់ថាធម្មតាបើសិនជាយើងខ្ទប់តិចព្រោះមានអ្នកមិនមែនថាមិនមានទេអ្នកដែលមានអារម្មណ៍ដូចខ្ញុំវាមិនច្រើនទេតែអ្នកដែលមានអារម្មណ៍ដែលថាខ្ញុំស្ដាប់វានិយាយមិនដូចអ្នកនេះផងវានិយាយមិនដូចអ្នកនោះផងអូខេបើសិនជាគិតបែបហ្នឹងមានន័យថាបងប្អូនកំពុងតែបិទតិចមិនទទួលយកចំណេះដឹងហ្នឹងបាទយើងមិនបាច់ទៅប្រៀបធៀបបាទយើងមិនបាច់ប្រៀបធៀបជាមួយអ្នកណាទាំងអស់ចង់អ្នកណាល្អអ្នកណាមិនល្អក៏ដោយយើងមិនបាច់ខ្លាំងខ្លាយឲ្យគេដឹងឲ្យគេឮទេយើងគួរខ្លាំងខ្លាយនៅខ្លួនឯងហើយយើងខ្លាំងខ្លាយខ្លួនឯងទៀតតើខ្លាំងខ្លាយទៅថាហើយយើងស្ដាប់អ្នកនេះស្ដាប់បានអ្នកនោះស្ដាប់មិនបានអ្នកនេះស្ដាប់យល់អាហ្នឹងបងប្អូនកំពុងខ្លាំងខ្លាយខ្លួនឯងពេលខ្លះបងប្អូនស្ដាប់អ្នកនោះមិនយល់បងប្អូនទៅចោទតែគាត់អត់ល្អគាត់ថាហើយបងប្អូនស្ដាប់អ្នកណាយល់បងប្អូនចោទតែអូអ្នកនោះល្អអត់មានតែបងប្អូនខ្លាំងខ្លាយបាទអញ្ចឹងការដែលខ្លាំងខ្លាយបែបហ្នឹងគឺយើងខ្លាំងខ្លាយតែក្នុងអារម្មណ៍របស់យើងក្នុងចិត្តរបស់យើងផងមិនបាច់ទៅខ្លាំងខ្លាយគេដឹងមិនបាច់បញ្ចេញមតិទេបាទបញ្ចេញមតិដល់តែគេមិនលុកចោលទេ
đôi sạt thao cả đá viên chứ và tôi dương 700 ca ơi anh sẽ đạp đến đây là o chiêng nó lo chiêng tới úp vét tới ấy và dương đạp không chết tới hay bên dương cứ ta dương cặp bông từ năm từ đến đấy dương cặp bông là thưa từ năm từ đến mà đó lẽ khăn là cái gì nữa đối tượng nấu sẽ đáp tới bữa sân dương không bữa sẽ đáp tới mà chóp vào đôi như đây là oi tiếng anh không cứ tập lúc anh tới 700 vô một cái sự đăng thế anh complete group mình nữ group ăn được không tất tay nét là cái miếng chụp này đang riêng luôn này sầm khăn nét là căn tại là ó cứ chỉ nét là căn tại là tù dồ nét nó cứ căn để che bắt vô bị dao căn tại che căn tại đắng cứ nét nó ọt mọt ọt có tay căn tại là tù dồ và ai nhóm số tham nhóm như chừng này đang hô hia và đà tại nhóm bắt hô hia đi tay còn là tha còn đá can thì can phải là bọc nhóm mở đi prop bong ôn chụp đi bong ôn lời ra ấy miên lư cái dây du hơi về được thằng lẹ về ta dự nè tôi cho cá đôi kia cho cá đến mình với dây kẹp PVT sạch đấy chứ không cho ta không vừa bàn mà không nè kẹp rồi ta không kẹp nó không có thể nhưng trong vậy ta vậy là không dây lắm tôi dây trên gì chết không thể trên bây giờ vậy là không ban thôi dẫn nhầm drop lư pin thì chết ha ố ta xua rồi cái lụa tham lụa trí cái chọn đo tổng sót ao thế và lụa tham lụa trí cái tiêm tía nấu xỉa vả biết là bom này không ca phải là ca và lái bữa sân gì prap co té ơi hiện rồi kì để chẳng á chẳng nhưng trong các ta hát ấy ban chia mình trai lệ chú mong ôn cạn co vào dư đại phương từ nắm từ kia khai mình khai thao khai ban trở tới một ôn lụa ban thay rồi vậy chẳng bữa con và to lẹ và con lẹ rồi tại bởi chụp nhóm vô màu từ liệt đảng anh có khi mình men liệt đang khi phải chạy cái thế này mình liệt mình chỉ phải chạy cái thế này tại vậy là sủng khán nhóm strong vô bóp bị sao bạn vô chỉ bóp bị sao bóp nhóm vô mau chuẩn bị trốn vô bóp bị sao bóp nhóm vô mau và hàng trốn làm bây giờ bóng vốn thưa tứ bạn chốt trì bạn mình chốt chi mà đối với có vậy đẹp nhưng ăn pháp còn việc thải bạn chúng nó còn một bộ cuộc sống phơi là biết nắng trong phơi trắng ai vừa sẽ được lại na khóc lại na ấy nhưng cái khay mà lọ nhưng chặt đám chặt đây chúng nói để có hát bột pính chứ nhưng do mà chúng tôi mong ốp do mà bột pính do ở quấy để làm tới do mà ở pính ở mu lên đó vô chúng tôi chùm cứ ăn bán là do ai chúng nói khóc mà prap đi và khi phơi từ khóc đó tha trong bánh năm đáy bọc từ trong cá chú cả nhưng mà ban phèo bông ôn thả lấy bông ôn thử bánh năm đá ở trong cá nhưng mà đây nhưng mà ban cho thư chẳng để miền là khi ông bánh được không hơi bông ôn phải giặt từ cá ham bánh năm đá trong cá này nhưng tôi chơi với bên đây tao với được nhưng ban không mà chấm hết không mà chấm nói nhóm tốt cắt bông ôn của mọi thứ nhóm nâng mình chia diếm kia như bông ôn ôi từ thứ đôi nhóm được không thì và lại những mũi đây chia cùng nứt chia bộ lực lại cả bọc nhóm mình thưa ôi bông ôn miên bánh há p để thêm chu bánh há đằng thấy khi mình ở bông ôn chu được và của dương dễ nếu dương dễ vô cái tình huống mà dễ dương mình men dễ không lẽ khăn chết là dễ chết là bu bạch học dạo thì và chẳng lẽ khăn là ca chủ ca ấy xinh để vì miên bánh há ca lao xinh nhóm chú nhóm mình men hay nhóm mình chú thế chú khô hay nhóm đã tác hiện lên tích ca chú sáng thì phải bông ôn tha bông ôn vào vẹn đi bông ôn thử mình thôi thử thôi tắc mình tên ái chùm rưỡi người ta soi tắc ở trang tê bông ôn thử bánh nia thử đạn nia chia vậy đã nhóm bán slong cắt nhóm chụp bánh hà nắng từ nhóm chùm tiếp tới bông ôn ối cải ra sao cả chỉ mình thôi và trước mặt dương miên cũng hạt muối làm bấy còn mọi vía khát còn mọi việc không phê lắm mình cũng cho là dương lái đi thái dương lại đỏ phê lắm và dương chụp đâu phải nhà là bốn tới dương bàn lại chắc mình 100-200 tập ra gì từ dương ai slow cho môi nắng bóng ố nơi vẹn nó nóng ở chat bao giờ không có bao giờ và cái bữa tẹt tôi đang chụp ngư nó để tôi xóa nhóm toàn miền bọ bị giáo
ចឹងខ្ញុំស្ដាប់ហើយខ្ញុំក៏កំពុងតែស្រង់យកបទពិសោធន៍ពីបងប្អូនយើងដែរបាទខ្ញុំក៏កំពុងតែយកបទពិសោធន៍ថាខ្ញុំកំពុងតែអនុវត្តជាមួយនឹងចង្ការរបស់ខ្ញុំដែរខ្ញុំមានម្ដងកំពុងមានបញ្ហាដែរប៉ុន្តែវាប្លែកត្រង់ថាមកតួដើមទាំងអស់វាអត់មានតបៅអត់មានបោះអត់មានអីដែលធ្វើឲ្យយើងឃើញថាវាលួយគល់អត់មានទេមានតែជ្រុលលឹកយកទៅមកអញ្ចឹងអាជំងឺហ្នឹងបែបម៉េចអាហ្នឹងខ្ញុំបានឆាតសួរទៅបងដែលគាត់មានបទពិសោធន៍ហើយថាខ្ញុំបានអនុវត្តតាមគាត់ហើយតែលទ្ធផលស្លឹកវានៅមាននៅលើដើមនៅឡើយវាអត់ទាន់ជ្រុះអស់អញ្ចឹងបើវាអស់អាហ្នឹងថាអស់សង្ឃឹមតែស្លឹកនៅមានលើដើមវាជានៅមានសង្ឃឹមហើយនឹងវាអាចនឹងបើឃើញតែត្រួយលាស់មកគឺជោគជ័យហើយតែវាអត់ទាន់ឃើញមានលាស់បាទអញ្ចឹងចង់ជម្រាបជូនបែបហ្នឹងយើងធ្វើអ្វីមួយមិនចង់និយាយថាមនុស្សម្នាក់ការធ្វើតំណាំតារេនឬក៏ធ្វើអ្វីមួយផ្សេងមិនជោគជ័យទាំងអស់ទេតតែមានការបូករួមនៅគំនិតផ្សេងចំណុចផ្សេងដែលបងប្អូនធ្លាប់មានធ្លាប់ឆ្លងកាត់យកខ្ញុំខ្លះទៅខ្ញុំយកពីបងប្អូនមកវិញខ្លះមកអាហ្នឹងគឺល្អប្រសើរតែគាត់ថាអ្វីដែលខ្ញុំមកដល់ពេលនេះខ្ញុំវាជោគជ័យនៅក្នុងការផលិតតារេនមួយស៊េរីក្នុងការផលិតតារេនបានមុនគេបាទនេះគឺជាជោគជ័យរបស់ខ្ញុំដែលខ្ញុំចង់បង្ហាញជូនបងប្អូនបាទមួយស៊េរីហើយបានមុនគេអញ្ចឹងកន្លែងហ្នឹងដែលជាចំណុចសំខាន់ចំណុចដែលរសើបដែលយើងដាក់ចិត្តដាក់តាមនៅក្នុងការ live ជម្រាបជូនពីវិធីសាស្ត្រថាធ្វើយ៉ាងម៉េចបាទធ្វើយ៉ាងម៉េចហ្នឹងវានៅជាអារម្មណ៍តែយើង live ក្រោយពេលការចេញចាអញ្ចឹងយើងនឹងគេហៅថាបំរុងមកហើយយើងនឹងត្រៀមមកហើយសម្រាប់តម្រូវការថ្មីធ្វើឲ្យខ្ញុំបាទបងខ្ញុំដើរជាមួយខ្ញុំបាទតើលទ្ធផលវាទៅជាយ៉ាងម៉េចបាទผมមានបងគាត់លើកឡើងគាត់និយាយថាអ្វីដែលខ្ញុំលើកឡើងគាត់ថាមែនខ្ញុំខុសចេះខុសចុះអញ្ចឹងអត់ធ្វើដូចខ្ញុំបាទឥឡូវយើងឆ្នាំក្រោយយើងទៅជាមួយគ្នាដើរជាមួយគ្នាបាទកន្លែងណាលាក់កន្លែងណាកលុកអីគឺយើងកលុកទាំងអស់គ្នាលាក់ទាំងអស់គ្នាអាហ្នឹងយើងទៅជួបគ្នាទៅរកនៅកន្លែងមួយដែលជោគជ័យកន្លែងមួយបើការចេញត្រូវធ្វើយ៉ាងម៉េចទៀតត្រូវដោះស្រាយយ៉ាងម៉េចទៀតដើម្បីឲ្យការកាន់បាទការកាន់ហើយធ្វើឲ្យក្តាប់ស្អាតក្តាប់មូលល្អដល់ធំធាត់ពេញលក្ខណៈល្អបាទផ្លែល្អហើយទុំឲ្យសុះសាច់កុំឲ្យទុំម្ដុំអត់ម្ដុំគឺកន្លែងហ្នឹងមួយគឺយើងខ្ញុំបានសរសេររួចហើយត្រូវធ្វើម៉េចព្រោះខ្ញុំអង្គុយបណ្ដាខ្ញុំគិតឃើញបណ្ដាអ្វីដែលខ្ញុំនិយាយខ្ញុំសរសេរទៅកុំឲ្យថាមិនសរសេរសោះតែខ្ញុំនិយាយប្រាប់បងប្អូនថាមកដំណើរការធ្វើតារេនខ្ញុំសរសេរតែមកទំព័រគឺចប់បាទមិនមានអីតាមស្រុកខ្មែរទេតែមកទំព័រដាក់លក្ខយើងអាចយកទៅធ្វើបានចាបាទអាចរៀបរាប់ឆាក់អាចយើងរៀបរាប់ពេកនិយាយច្រើនពេកទៅវល់អ្នកគាត់ស្ដាប់ហើយគាត់ភ្លេចមុខភ្លេចក្រោយហើយបើមិននេះយើងនិយាយតិចតែយើងអនុវត្តជាក់ស្ដែងយើងនិយាយទៅវាឆាប់បានឆាប់យល់បាទចាឆាប់អូខេអញ្ចឹងផលិតបានគ្រូអស់ហើយគ្រូបាទអូខេចាដល់ពេលវេលាដែលយើងត្រូវឆ្លើយ